ជំរាបសួរលោកគ្រូថ្ងៃហ្នឹងយើងនឹងធ្វើការ remote AWS EC2 អាស្រ័យទៅកាន់ SH ដោយសារតែខ្ញុំអត់មាន account ខ្លួនឯងអញ្ចឹងខ្ញុំប្រើ account របស់មិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងខ្ញុំសូមចូលទៅកាន់ EC2 យើងយក EC2 មកតទៅពីយើងចូលមក EC2 ហើយយើងចុចline instance អញ្ចឹងដំបូងគេយើងធ្វើការដាក់ឈ្មោះនៅរបស់យើងអញ្ចឹងខ្ញុំសូមដាក់ su30 main strong EC2 តមកយើងចូលមកកន្លែង application and OA image នេះយើងយកUbuntu តមកកន្លែងនេះយើងរកអាណាដែលសិនទូចចឹងយើងយកឲ្យលើនឹងហ្មងទៅ confirm បន្ទាប់ពីនឹងហើយយើងធ្វើការ create នៅយើងធ្វើការ create new key pair នេះមកចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំmain strong key មកយើងចុច create and ទៅពីបង្កើតអាហ្នឹងហើយយើងចុចយក line instance នេះអញ្ចឹងយើងធ្វើការចាំវាអញ្ចឹងវា success ហើយចង់យើងចូលទៅកាន់ instance មួយវានេះហើយយើងចាំតវាដើរនេះឥឡូវវាដើរពេញហើយអញ្ចឹងយើងចុចចូលមកអាហ្នឹងដែលយើងបាន connect មិញហ្នឹងបន្ទាប់ពីយើងចុចចូលមកហើយយើងធ្វើការ connect វាហើយបន្ទាប់មកយើងយកមក SH client នេះមកហើយយើងធ្វើការ copy CH mode នេះហើយនឹងដើម្បីយកវាមកប្រើនៅក្នុងគេបាសរបស់យើងអញ្ចឹងយើងបើកគេបាសទៅមកយើងយើង copy អានេះមកទៅមកយើង copy SH yes លើយើងចូលមកក្នុងធ្វើការ SA ចូលមកក្នុង YouTube ហើយអញ្ចឹងដំបូងគេយើង who am I មក
pwd ហើយនឹងមួយទៀត hostname ហើយបន្ទាប់មកយើងធ្វើការ run នៅអីដែលគ្រូបានឲ្យយើង run មាន install 3 បើសិនជាយើងអត់ទាន់មានហើយនឹងធ្វើការបង្កើតនៅ folder អញ្ចឹងដំបូងគេខ្ញុំសូមចឹងខ្ញុំធ្វើការដំបូងគេខ្ញុំ install 3 អញ្ចឹង update version មកที่ updateមក upgrade sudo apt upgrade yes. បន្ទាប់ពី update ហើយ upgrade ហើយយើងទៅគេ install 3 សិន sudo install 3 តពី install 3 ហើយយើងធ្វើការបង្កើត dir.p 001 02 3 4 010 ចឹងយើងសាក ត្រីមើលវាចឹងនេះទី01ដល់010ចឹងបន្ទាប់ពីបង្កើត folder ហើយយើង nano cp យើង create text សិន nano text.txt nano text.txt ចឹងនៅក្នុងនេះយើងទៅសេctext and stud
welcome cho tốt đó dừng đã thế as you sums up I am clever Linux student thôi tiếp nó I will try my best for learning thì mới dừng xeo về tớiตัวปีบานประกาศเทคให้ต่อมาdương thư ca copy tích file và dương thư ca folder chân dương sudo cp tích.txt son muối son pi son đáp tụi mó dương trimmer vía chân ní son môi son pi ra son đáp hay tụi mó nhôm thư ca khai nữ folder son môi từ chia asu sam sub tao chứng dương ran tao cvf su sam sub dot tao son mối tụi máu dương ran comment topដើម្បី extract វាអញ្ចឹងsudo tao dot hvf su sums up dot taoបន្ទាប់ពី run យើងបាន extract វាហើយតបមកយើងធ្វើការ compress នៅ file ហ្នឹងអញ្ចឹង tao
.cvf su sum sub .tar .gz su sum sub .tar ប៉ុណ្ណឹងបន្ទាប់មកយើង extract វាយើង sudo .x vf su sum sub .tar .gz បន្ទាប់មកខ្ញុំ ការ save វាតែមុននឹង save ខ្ញុំធ្វើការ install នៅ zip សិន sudo apt install sudo sudo apt install sudo apt install zip yes តទៅពីយើងបាន install វាហើយយើង zip rv su sum sub .zip 001 បន្ទាប់ពី zip ហើយយើងធ្វើការ unzip វាវិញណា unzip .rv su sum sub .zip ចឹងវីដេអូយើងមានប៉ុណ្ណឹងជំរាបលាលោកគ្រូ